ជំរាបសួរគ្រាន់តែអ្នកនរគ្នាឃើញតាមវីដេអូក៏ដឹងថាពួកខ្ញុំនៅណាដែរពួកខ្ញុំគឺមកមើលបន្ទប់ប្រឡងនៅវិទ្យាល័យសម្ដេចតេជោហ៊ុនសែនសួងសម្រាប់ដំណើរការប្រឡងឆមាសលើកទី2របស់ពួកខ្ញុំអញ្ចឹងថ្ងៃច័ន្ទហ្នឹងពួកខ្ញុំធ្វើការប្រឡងឆមាសលើកទី2ហើយបញ្ចប់ឆ្នាំថ្នាក់ទី11ហើយដើម្បីមកមើលបន្ទប់ប្រឡងរបស់ពួកខ្ញុំថាពួកខ្ញុំនៅបន្ទប់ណាខ្លះហើយឈ្មោះរបស់ពួកខ្ញុំនៅបន្ទប់ណាខ្លះហើយបន្ទាប់មកចៃដន្យអីមេឃវាភ្លៀងអ្នកនរគ្នាពេលមុនទៅហ្នឹងមនុស្សច្រើនមែនតើទៅមើលបន្ទប់ប្រឡងហើយបន្តមកទៀតមេឃភ្លៀងក៏មិត្តភក្តិរបស់ខ្ញុំរៀបចំទៅទាំងអស់គ្នាទៅហើយអ្នកខ្លះក៏នៅសាលាទៅក៏អត់ទាន់ហ៊ានទៅដោយសារតែមេឃភ្លៀងខ្លាំងមែនតើអ្នកនរគ្នាហើយខ្យល់ទៀតអញ្ចឹងទៅពួកខ្ញុំសម្រេចចិត្តថានៅសាលាសិនមានមនុស្សនៅក្នុងសាលាហ្នឹងច្រើនដោយសារតែយើងមកមើលមិនដល់ប្រឡងហើយនៅបន្ទប់ប្រឡងដូចគ្នាមកមើលឈ្មោះមើលអីចឹងគ្នាលោកវិបាទខុសឈ្មោះអីចឹងអ្នកនរគ្នាបន្តមកទៀតនេះយើងឃើញសកម្មភាពមនុស្សច្រើនដែរដោយសារតែពួកខ្ញុំនៅអាគារខាងបងនេះហើយមិត្តភក្តិរបស់ខ្ញុំម្ដុំទៀតគឺនៅអាគារខាងលិចហ្នឹងហើយមានមិត្តភក្តិមួយចំនួនទៀតនៅលោកគ្រូអ្នកគ្រូគាត់នៅក្រោមអាគារធនធានហ្នឹងដែរអ្នកនរគ្នាបន្តមកទៀតយើងមើលទៅនេះគឺជាសកម្មភាពនៃវិទ្យាល័យសម្ដេចតេជោហ៊ុនសែនសួងហើយនេះគឺជាបងខ្ញុំថតរុក្ខជាតិនៅមុខថ្នាក់រៀនរបស់យើងនៅវិទ្យាល័យរបស់យើងដោយសារតែនៅសល់ពេលមិនយូរទេដែលយើងត្រូវបែកនៅវិទ្យាល័យរបស់យើងធ្វើការបន្តដំណើរឡើងទៅបន្តការសិក្សានៅឯកម្រិតមួយទៀតអញ្ចឹងនេះអ្នកគ្នាសកម្មភាពនៅក្នុងសាលារបស់ពួកយើងហើយប្រុសអីហ្នឹងក៏គាត់នាំគ្នាមើលឈ្មោះរបស់គាត់មិត្តភក្តិប្រុសអីគាត់នាំគ្នាមើលឈ្មោះបាត់ឈ្មោះអីចឹងទៅនាំគ្នាជូនទៅបន្ទប់អីចឹងទៅថាខ្លួនឯងនៅបន្ទប់លេខម៉ានអីម៉ានចឹងហើយនេះមិត្តភក្តិរបស់ខ្ញុំមួយចំនួនដែរគឺពួកគាត់នៅថតទុកដើម្បីមើលលេខតុកលេខអីចឹងអ្នកគ្នាបន្តមកទៀតនេះគឺជាសកម្មភាពភ្លៀងខ្លាំងមែនតើអ្នកគ្នាវាខ្យល់ដែរហើយនេះអ្នកគ្នាសម្រាប់បងទី12គឺគាត់ចាំមិនភ្លេចទេបងនេះគឺជាបងអនុស្សាវរីយ៍មែនតើហ្មងមិនថាមិត្តភក្តិមិនថានិយាយរួមស្នេហាវិទ្យាល័យអីគឺគាត់នៅចាំនៅបងនឹងហ្មងជាពិសេសទី12ព្រោះអីនៅមុខថ្នាក់នឹងគឺជាមុខថ្នាក់ទី12ហើយយើងមើលទៅថានេះគឺជាកន្លែងបដិមារូបសម្ដេចសង្ឃរាជជនណាហើយនៅខ្ញុំថតដងទង់ជាតិអីខ្យល់បក់ខ្លាំងមែនតើនេះគឺយើងមើលតែដងទង់ជាតិទៅដឹងហើយមានមនុស្សនៅក្រៅអាគារធនធានក៏កោកដែរដែលមកមើលមិនដល់ប្រឡងមកមើលលេខតុកលេខបន្ទប់អីហ្នឹងអ្នកគ្នាដោយសារតែវាមិនភ្លៀងទេបើសិនជាមិនអត់ភ្លៀងទេពួកយើងប្រហែលជាឃើញមនុស្សច្រើនហើយដល់ពេលទៅខ្ញុំគិតថាមិនភ្លៀងអញ្ចឹងគួរតែបង្កើតវីដេអូអីមួយអញ្ចឹងអ្នកគ្នាស្ដាប់សលេងនឹងទៅដឹងថាមិនភ្លៀងគឺខ្លាំងប៉ុណ្ណាណានឹងអ្នកនរគ្នាខ្ញុំថតតុងជាតិតុងអីហ្នឹងហើយបន្ទាប់មកពួកខ្ញុំក៏គិតថាមេឃរាំងភ្លៀងរ៉េះហើយពួកខ្ញុំក៏បានធ្វើដំណើរចេញមកដើម្បីកន្លែងម៉ូតូហ្នឹងទៅអញ្ចឹងមកដល់កន្លែងម៉ូតូខ្ញុំក៏ឃើញកន្លែងព្រះបាទជ័យវរ្ម័នទី7គឺស្អាតមែនតើកន្លែងប្លង់ទៅនឹងក៏ខ្ញុំចាប់ផ្ដើមថតប្លង់ទៅនឹងទៅដោយសារតែកន្លែងហ្នឹងវាស្អាតមែនតើហើយនេះគឺជាម៉ូតូមិត្តភក្តិរបស់យើងគាត់យកមកដាក់មកមើលមណ្ឌលប្រឡងដូចគ្នាមានម៉ូតូច្រើនណាស់គ្នាដែលមកមើលឈ្មោះបន្ទប់ប្រឡងហ្នឹងទៅ